Chen chư ní American việc ọt bẩn tô hôn sán hôn mà này tê việc đăng chụp ba hơi thảo hôn sán hôn mà này nó tẹt tôn mà Chen chư nó cứ tẹt tôn nó lôi tại cái ọt cháo hôn sán hôn mà này tê mạch bán cái ọt cháo bị pro pel ní mình men chỉ pel American trời cháoประกันhôn sán hôn mà này so sọc khai tê cố đau đồng bông rồi bỏ American cứ bằng có trọp sầm bát rồi bỏ Prince Group trọp sầm bát rồi bỏ Prince Group ta trọp sầm bát rồi bỏ Prince Group để miền đập 4,000 lên đô la American đập 5,000 lên đô la American nữa nè ta American vì bằng có trọp sầm bát đang làm bay ai việc đăng ba tha chấn chứ mình men chia mặt chắc cryptocurrency tầm lấy đập 5,000 lên đô la năng tê việc American đăng ba tha cryptocurrency tại miền tầm hôm đập 5,000 lên đô la nó cứ bỏ ăn cá mùi chẳng cao rồi bỏ bật chânនៅក្នុង 15,000 លានដុល្លារហ្នឹងអាមេរិកកាំងសង្ស័យថាប្រហែល 6,000 ទៅ 9,000 លានដុល្លារជារបស់បងស្រីលោកប្រធានស៊ីជីនភីងអាមេរិកកាំងមិននិយាយចឹងទេអាមេរិកកាំងបង្កក cryptocurrency យកដាក់កប៉ៅនយោបាយអាមេរិកកាំងមួយឈុតនេះគឺប្រមូលយកលុយដាក់កប៉ៅសូម្បីតែអាមេរិកដឹងថាលុយពី 6,000 លានទៅដល់ 9,000 លានជាលុយរបស់ស៊ីឆាវឆាវជាបងស្រីរបស់លោកប្រធានស៊ីជីនភីងអាមេរិកប្រកបយកជូតមាត់ស្អាតដោយសារអាមេរិកប្រកបយកជូតមាត់ស្អាតនឹងអាមេរិកទុកឲ្យហ៊ុនសែនហើយនឹងហ៊ុនម៉ាណែតជួយធ្វើការអាមេរិកតទៅទៀតចំណែកឯទ្រព្យសម្បត្តិអចលនទ្រព្យឬក៏លុយក្នុងធនាគារ Prince នៅលើទឹកដីកម្ពុជាអាមេរិកមិននិយាយទេទុកឲ្យហ៊ុនសែនប្រមូលយកទៅដាក់កប៉ៅគាត់ក៏បានយកទៅដាក់ធនាគារក៏បានសាច់តែហ៊ុនសែនទេអាមេរិកអត់ឈឺក្បាលនឹងប្រាក់ប្រមាណ100 លាននឹងទេពីព្រោះអាមេរិកវាជូតមាត់ស្អាតយកអស់ 15,000 លានទៅហើយតាមការបង្កក cryptocurrency អញ្ចឹងបើសិនជាចៅដឹងរឿងអញ្ចឹងចៅគេថាចំអាមេរិកខូចដែរខូចតិចទេអាអូនអើយខូចតិចតាគេទុកកណ្ដុរឲ្យវារត់ដើម្បីគេតាមដានថាសម្បុកវាដតីនៅទីណាហើយគេចំណាយពេលដើម្បីទៅរកប្រមូលលុយទៀតចំណែកឯកន្លែងដែលមានសម្បុកកណ្ដុរហ្នឹងអ្នកស្រែនៅហ្នឹងឈ្មោះហ៊ុនសែនហ៊ុនម៉ាណែតអីអស់ហ្នឹងគេទុកឲ្យនៅហ្នឹងគេមិនទៅត្រូវការដីធ្លីហ្នឹងទេអាមេរិកអត់ខូចណាខូចតិចតាអញ្ចឹងហើយបានគេទុកគេមិនចោទប្រកាន់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតពីអ្វីទេគេត្រូវការសហប្រតិបត្តិការចំណែកឯអាគារអចលនទ្រព្យផ្ទះសម្បែង condominium ហើយនឹងលុយនៅក្នុងធនាគារ Prince Group ស្អាតតែហ៊ុនសែនទៅគាត់ចង់ប្រមូលយកធ្វើអីក៏ធ្វើទៅគេអត់និយាយទេមិនបានគេអត់និយាយពីព្រោះគេប្រមូលបាន 5 ដល់ 10,000 លានហើយគឺជូតមាត់ឡើងស្អាតទៅហើយបើលោកហ៊ុនសែនគាត់បន្តឲ្យ scammer នឹងនៅតទៅទៀតវាប៉ះពាល់ជនជាតិគេតិចទេវាបំផ្លាញស្រុកយើងហើយចុះបើ scammer នឹងវាបំផ្លាញស្រុកខ្មែរយើងតើអាមេរិកវាមកយំហ៎ណាវាអត់មានត្រូវមកស្រក់ទឹកភ្នែកនឹងប្រទេសមួយដែលមានមេដឹកនាំបំផ្លាញប្រទេសខ្លួនឯងទេវាមិនមែនជាទេវតាចុះពីឋានសួគ៌មកផ្ដល់នៅសេចក្តីយុត្តិធម៌ដល់ជនតូចតាចទេពីព្រោះអីពីព្រោះខ្មែរមិនដែល
ឃើញថាវាហ្នឹងល្អអីផងចំណែកមនុស្សដូចខ្ញុំដែលចូលចិត្តអាមេរិកគេហៅក្បត់ជាតិណាក្បត់ជាតិអ្នកណាហៅខ្ញុំក្បត់ជាតិខ្មែរនៅស្រុកខ្មែរគេហៅខ្ញុំក្បត់ជាតិអញ្ចឹងសំបីតែខ្មែរជាង20,000 នាក់ដែលគេយកមកនៅស្រុកគេឥឡូវហ្នឹងរាប់ម៉ឺននាក់ចេះយក7មករានៅលើដីអាមេរិករាប់ម៉ឺននាក់ធ្វើការអត់បង់ពន្ធអាមេរិករាប់សែននាក់ខ្លះក៏ធ្វើឈួតដើម្បីស៊ីលុយអាមេរិកខ្លះក៏លែងលះគ្នាដើម្បីស៊ីលុយអាមេរិកណាខ្លះក៏ប្រព្រឹត្តអីបាននិយាយពីខ្មែរជំនាន់ទី1មកលើដីអាមេរិកវាមានខ្មែរល្អដែលខំធ្វើការបង់ពន្ធបង់ដាប៉ុន្តែមួយចំនួនធំក៏មកស៊ីចប់អាមេរិកហើយអួតថាបារមីស្រុកខ្មែរដឹងថាអាមេរិកខុសអាមេរិកតម្លាក់ក្របបែកអញ្ចឹងយកមនុស្សមក30,000 នាក់មកស៊ីលុយស្ដាច់ក៏មិនទាន់គ្រប់នឹងថ្លៃដែលត្រូវសងវិញទេណាវាអញ្ចឹងអាមេរិកគាត់ដឹងច្បាស់មនុស្សដូចខ្ញុំនេះក្បត់ជាតិពីព្រោះនិយាយនៅការពិតគឺក្បត់ជាតិណាអាហ្នឹងអញ្ចឹងរឿងនៅស្រុកខ្មែរអាមេរិកដឹងថាតាហ៊ុនសែនទទួលលុយពីច្រិនជឺតាហ៊ុនសែនមានស្ដាច់ស្គមកុកអានលីយ៉ុងផាត់ណាត្រីភិបអ្នកដតីទៀតដឹងតាប៉ុន្តែត្រូវចែកឲ្យហ៊ុនសែនចាយខ្លះដើម្បីទៀមទាកិច្ចសហប្រតិបត្តិការពីហ៊ុនសែនហើយហ៊ុនសែនគាត់ដឹងអញ្ចឹងគាត់សំដែងទៅណាឥឡូវនេះហ៊ុនម៉ាណែតប្រើសម្ដីផ្អែមថារួបរวมគ្នាជាមួយមហាផ្ទៃដើម្បីអីបើមិនបានជោគជ័យទេទម្លាក់ដុំថ្មលើក្បាលសសុខាអាហ្នឹងបើសម្រេចទម្លាក់ដុំថ្មបើមិនសម្រេចទេគ្រាន់តែបន្ទោសថាសសុខាបរាជ័យក្នុងការបោកសម្អាត scammer ហ៊ុនសែនប្រាប់ហ៊ុនម៉ាណែតថាកូនឯងស្ដាប់ពុកបើអាសសុខាវាបោកមិនស្អាតទេកូនឯងរួចខ្លួនព្រោះកូនឯងឲ្យមហាផ្ទៃធ្វើតាសែនក៏គិតអញ្ចឹងប៉ុន្តែសួរថានគរបាលបៃអឹមនៅលើដៃអ្នកណានគរបាលបៃអឹមបលិសនៅលើដៃតាសែនទោះបីតាសថេតហ្នឹងអគ្គនាយកបលិសមែនប៉ុន្តែមេបលិសស្ដាប់តាសែនជាងស្ដាប់សថេតអញ្ចឹងតាសែនគាត់ប្រាប់គាត់ថាដេញទៅហើយណាហើយណាដេញមកហើយណាហើយណាដេញទៅហើយណាហើយណាដេញមកដេញទៅហើយណាហើយណាដេញមកហើយណាហើយណាដេញទៅហើយណាហើយណាដេញមកដេញទៅដេញមកឥឡូវហ្នឹង scammer ធ្វើតាមផ្ទះតាសែនគាត់អត់ខ្វល់ទេណាមួយទៅខ្មែរមួយចំនួនហ្នឹងជឿថាបើដេញ scammer អស់បានការណាធ្វើទី1មនុស្សមួយចំនួនជឿថាបើដេញ scammer អស់អត់មានការងារធ្វើទេទី2បើអត់មាន scammer លក់ដូរតាមជនបទអត់ដាច់ទេទី3បើអត់មាន scammer ជួលផ្ទះអត់បានថ្លៃទេទី4បើអត់មាន scammer លក់អគ្គិសនីអត់បានលុយច្រើនទេទី5បើអត់មាន scammer ទេប្រពន្ធកយប្រពន្ធចៅសង្កាត់ប្រពន្ធចវាយស្រុកអបាល់ស្រុកប្រពន្ធចវាយខេត្តមិនអាចនាំចូលអា burn phone បានរាប់100000គ្រឿងទេស្អីទៅហៅ burn phone គឺជា phone ដែលប្រើ SIM ចោលហើយបើសិនណាជាអត់មាន scammer ទេអាប្រៃសណីនិងទូរគមនាគមន៍ក៏វារលុយអត់បានដែរពីព្រោះវាចេះបិទភ្នែកចំហៀងវាចេះបើកភ្នែកចំហៀងសម្រាប់ចោលដែលវាចរាចរ SIM ហើយ SIM ហ្នឹងគេប្រើអីគេប្រើសម្រាប់ scam ណាតាប់តន់ទេដូច្នេះហើយថ្នាក់ឃុំសង្កាត់ក៏បានលុយថ្នាក់ស្រុកក៏បានលុយថ្នាក់ខេត្តក៏បានលុយ
ថ្នាក់ស្នងការតាមភូមិតាមស្រុកហ្នឹងក៏បានលុយ PM ក៏បានលុយប៉ូលីសក៏បានលុយអ្នកមានផ្ទះពី3កន្លែងជួលឲ្យ scammer ក៏បានលុយអ្នកមានធ្វើសន្តាគារអីទាំងក៏បានលុយអ្នកសង់វីឡាក៏បានលុយដូច្នេះតាសែនក៏ថាអញជួយរលុយឲ្យអញចាយគ្រប់គ្នាអញមិនខុសអ្នកក្រោមថាសម្ដេចធ្វើនឹងត្រូវហើយបង្កើត scammer ច្រើនវាអត់ដែលធ្វើអីយើងទេវាធ្វើតកាវាតែយើងនេះមានការធ្វើអ្នកស្រុកអរគុណទៀតអរគុណសម្ដេចអើយពីដើមលក់នំមកៅលំដាច់ទេឥឡូវលក់អីក៏ដាច់ដែរពីព្រោះពួក scammer ពួកបង់ក្លាដេសពួកស្រីលង្កាពួកនេប៉ាល់ពួកអីគេមកទិញស៊ីណានៅទល់ដែនពីដើមយកចង្រិតយកអីទៅលក់ក៏លក់មិនដាច់ដែរឥឡូវនេះស្អីក៏លក់ដាច់ដែរដោយសារតែមាន scammer ចំណាយអាអ្នកបើកតាក់ស៊ីវាថាអរគុណសម្ដេចណាស់កុំតែសម្ដេចលេងសម្ដែងអារឿង scammer ហ្នឹងកុំអីខ្ញុំរត់តាក់ស៊ីអរគុណសម្ដេចណាស់ដែលបានទៅញុះញង់ឲ្យអាសៀមវាវាយព្រោះអ្នកបើកតាក់ស៊ីវាមានគិតម៉ែវាណាអាណាបាញ់អាណាទៅអញអត់ដឹងទេអូឥឡូវថៃទម្លាក់ផងបាយណាឥឡូវតាក់ស៊ីឡានអីខាងលិចប្រទេសឡើងថ្លៃដូចផ្ទះដើម្បីដល់ចំណាយប្រជាជនភៀសខ្លួនហែងមិនមែនមុខម៉ែអញទេប៉ុន្តែអារឿងចិនរត់ពីថ្មដាវិលវែងអានសេះប៉ោយប៉ែតអីអូអាអ្នកបើកតាក់ស៊ីកុំតាបានសម្ដេចដែលចូលលោកឆ្លាតធ្វើនយោបាយស៊ីត្រាវឲ្យសៀមវាយនេះកុំអីរឿងអីយើងកាប់លុយយើងកាប់លុយអ្នកនៅប៉ៃលិនណាមានអ្នកនៅប៉ៃលិនណារិះគន់រឿងសង្គ្រាមទេអ្នកនៅប៉ៃលិនគេថាជូតមាត់ស្អាតលោកជំទាវបណ្ឌិតបានស្រីមុំកូនធរសម្ដេចតែចូលឃើញទេឡានរាប់រយគ្រឿងណាអាឡានពីស្រុកយួនទៅដល់ប៉ៃលិនត្រូវឲ្យលុយទៅខេត្តប៉ៃលិនណាដើម្បីឆ្លងទៅថៃអាឡានថៃចូលមករាប់រយគ្រឿងវិញត្រូវឲ្យលុយមកផ្អែមពួកប៉ៃលិនមានលូឯណាគេអត់វាយហើយចំណាយអាអ្នកបើកតាក់ស៊ីនេះថាអរគុណសម្ដេចហ៊ុនសែនមនុស្សឆ្លាតកុំតាក់ស៊ីត្រាវឲ្យសៀមវាយកុំអីនេះឆ្លាតហើយចុះអាអ្នកជិះចានវាអរគុណសម្ដេចហ៊ុនសែនទៀតអរគុណសម្ដេចហ៊ុនសែនបានជិះចានណាអរគុណសម្ដេចហ៊ុនសែនបានជិះចានទៀតអាហ្នឹងអញ្ចឹងដល់ពេលទៅកម្ចាត់ scammer នៅបាវិតនៅព្រៃវែងនៅស្អីណាស្វាយរៀងនៅកំពង់ចាមនៅអីណារតនគិរីមណ្ឌលគិរីចេះអីអាពួកបើកតាក់ស៊ីថាអូយកូនយើងពេលនេះមកពីកើតវិញម្ដងចុយម៉ែអើយអ្នកស្រុករកតាក់ស៊ីជិះអត់បានទេពពោះវាដឹកចិននោះដឹកលិចដឹកកើតបន្តមកទៀតប៉ូលីសហើយនឹង PM សម្ដេចលោកបកែណាបើកុំតលោកសម្ដែងអាកិច្ចការហ្នឹងរឿងអីអញកាក់ឡានយកលុយមិនឃើញទេ PM អីចាញ់ដាក់ថាយើងមិនដែលកាក់ឡានទេមិនដែលកាក់ឡានទេណាបើរូបប៉ុណ្ណាណៃកាក់ឡានយកលុយហើយកាក់ឡានយកលុយហើយមកអួតទៀតថាសម្ដេចហ៊ុនសែនលោកឆ្លាតឃើញទេពួកអាចិនហ្នឹងវាទៅបោកឆបោកលុយពិភពលោកវាមិនដែលឆបោកលុយខ្មែរទេប៉ុន្តែនៅពេលដែលវាបានលុយវាបង់ឲ្យខ្មែរអញ្ចឹងជាខ្សែតកិច្ចមួយដែលល្អសម្ដេចហ៊ុនសែនលោកមានបញ្ញាថាងាកទៅសើសម្ដេចតែងាកទៅគឺមានតែសម្ដេចហ៊ុនសែនទេដែលដឹកនាំប្រទេសដ៏អស្ចារ្យនេះណាហើយបើខ្ញុំថែមបន្តិចទៀតជួយទៅសើសម្ដេចទៀតងាប់ខ្មែរក្នុងស្រុកច្បាស់ជាចុច like ខ្ញុំយ៉ាងតិច2សែននាក់មិនបានចុច like ខ្ញុំពីព្រោះខ្ញុំនិយាយទៅវាព្រោះណានិយាយទៅវាចំនឹងតិចហ្មងណាស្អីគឺសិតតែជាបុណ្យបារមីរបស់សម្ដេចហ៊ុនសែនខួរក្បាលគាត់មាសណាបើខួរក្បាលគាត់មិនមែនមាសទេគាត់មិនមែនចង្អុលឲ្យស្ដាច់ទៅឆ្វេងស្ដាច់ទៅស្ដាំប្រាប់តែស្ដាច់នៅវាំងក្រោយស្ដាច់កុំចាញ់មកស្ដាច់ឲ្យចេញមកទេអត់ហ៊ានចេញមកដូចថ្ងៃ6ថ្ងៃ7ឃើញទេតែបកូនណាឈឺបកូនណាសញ្ញេខុសថ្ងៃឈឺថ្ងៃ7នៅហ៊ុនសែនចេញទៅដើរតួនៅក្នុងវាំងតាំងថ្ងៃទី6ឃើញទេបានជាអ្នកនៅស្រុកខ្មែរយើងហ្នឹងណាគឺតែងតែអរគុណសម្ដេចតេជោតែរហូតហ្នឹងចំណែកឯជេមសុកវិញណានិយាយខុសទេកុំទៅជឿជេមសុកហ្នឹងជេមសុកនិយាយខុសតាហ្នឹងហើយរឿង scam ហ្នឹងវាអញ្ចឹងណាសំពេចបនរបស់សម្ដេចទៅហើយសំពេចបនណាហ្នឹងណាចលសារតនៈតារកតលុយចាយមិនបានទៅទិញស្អីកើតកូន
ទៅទិញចៃកាតើអត់មានលុយផងអញ្ចឹងការបោកសម្អាត scammer នៅប្រទេសកម្ពុជាជោគជ័យឬមិនជោគជ័យអាស្រ័យនឹងមាត់បើមាត់និយាយថាជោគជ័យក៏ជោគជ័យពីព្រោះរបស់ទាំងអស់ហ្នឹងគឺជាការសម្ដែងឈុតឆាកដ៏ល្អដែលរាជការកំពុងធ្វើណាអាហ្នឹងគឺជាឈុតឆាកអញ្ចឹងស្ដាប់មើលទៅអ្នកស្រុកយើងមានការព្រួយបារម្ភអត់ការងារធ្វើអីផងណាមួយទៅ FBI ក៏គេទៅសើផងអញ្ចឹងក៏គេធ្វើបោសសម្អាតទៅបើថ្ងៃក្រោយទៅមានអ្នកណាតវ៉ាគេចោទថាសសុខាបរាជ័យកូនចៅគេរួចខ្លួនហើយណាអាហ្នឹងអញ្ចឹងសរុបមកគឺជានយោបាយដ៏ប៉ិនប្រសប់របស់សម្ដេចតេជោជានយោបាយប៉ិនប្រសប់ណាបងប្អូនអាហ្នឹងអញ្ចឹងណាអញ្ចឹងខ្ញុំវិលត្រឡប់មកជួបប្រិមិត្ត5នាទីទៀតជម្រាបលា